ភ្នំពេញឥឡូវនេះថ្មីជាប្រវត្តិសាស្ត្រដែលវប្បធម៌កម្ពុជារីកសាយភាយទៅកាន់ប្រទេសជិតខាងដោយគេចាប់អារម្មណ៍មកលើកម្ពុជាកាន់តែច្រើននេះជាការលើកឡើងរបស់តារាចម្រៀងរ៉េបវ៉ាន់ដាឬម៉ាន់វ៉ាន់ដាវ៉ាន់ដាបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅកម្មវិធីកិច្ចសហការដៃគូរវាងវ៉ាន់ដាផលិតកម្មបារមីនិងក្រុមហ៊ុន Toyota ស្របពេលមានការចាប់អារម្មណ៍មកលើកម្ពុជាយើងព្យាយាមបញ្ចូលអ្វីដែលជារបស់ខ្មែរយើងរឹតតែច្រើនរឹតតែល្អយើងត្រូវតែទៅមុខរួមគ្នាហើយអ្វីដែលខ្ញុំអាចនិយាយបានថាប្រវត្តិសាស្ត្រតន្ត្រីរបស់ខ្មែរយើងមិនដែលធ្លាប់មានពីមុនមកទេយើងកំពុងតែខ្លាំងមែនទែនយោងតាមផលិតកម្មបារមីបានបង្ហាញថានៅក្នុងពិធីនៃកិច្ចព្រមព្រៀងដៃគូជាមួយក្រុមហ៊ុនស្រាបៀរនេះវ៉ាន់ដានឹងបញ្ចេញអាល់ប៊ុមចម្រៀងទី3ដែលមានឈ្មោះថាត្រីវិស័យ Triviseo Compass អាល់ប៊ុមទី1 Triviseo The Search for Light ដែលនឹងចេញផ្សាយថ្ងៃទី14ខែមីនាអាល់ប៊ុមទី2 Triviseoនៅថ្ងៃទី21ខែមីនាខណៈអាល់ប៊ុមទី3 Triviseoនៅថ្ងៃទី1ខែឧសភាខាងមុខបារមីបានបន្តថាយើងក៏មានជាមួយការប្រគំតន្ត្រីខ្នាតធំនិងមានស្តង់ដារសម្រាប់អាល់ប៊ុមទី3នេះដែលមានToyotaជាម្ចាស់ឧបត្ថម្ភធំការប្រគំតន្ត្រីនឹងធ្វើឡើងនៅពីទីតាំងគឺ Triviseo Legacy ថ្ងៃទី3ខែឧសភាឆ្នាំ2025នៅខេត្តបាត់ដំបងនិង Triviseo Sovanafem ថ្ងៃទី17ខែឧសភាឆ្នាំ2025នៅភ្នំពេញផលិតកម្មចម្រៀងបានបន្តថានេះគឺជាឆ្នាំដែលមិនអាចបំភ្លេចបានសម្រាប់វិស័យតន្ត្រីនៅកម្ពុជាហើយយើងពិតជារំភើបមែនទែនដែលអាចសហការជាមួយToyotaក្នុងដំណើរតន្ត្រីដ៏មានន័យនេះវ៉ាន់ដាបានឲ្យដឹងថាលោកនិងក្រុមការងារបានចំណាយពេលវេលាយ៉ាងច្រើនលើអាល់ប៊ុមត្រីវិស័យជាញើសឈាមគ្រប់បែបយ៉ាងនិងផ្លាស់ប្ដូរបែបបទគ្រប់អាល់ប៊ុមទាំងអស់លោកបាននិយាយថាយើងដើរមកដល់ចំណុចនេះដោយសារតែមានការគាំទ្រនិងមានជំនឿចិត្តលើសម្លេងតន្ត្រីរបស់ខ្មែរក៏ដូចជាសិល្បករជារៀមច្បងនិងប្អូនដែលខិតខំទាំងអស់គ្នាដើម្បីវិស័យមួយនេះក្នុងការបើកទ្វារទៅកាន់អន្តរជាតិនិងបង្កើតឱកាសអភិវឌ្ឍតន្ត្រីបន្ថែមទៀតវ៉ាន់ដាបាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី7ខែមីនានៅ Factory ខ្ញុំផែនថាខ្ញុំមានកិត្តិយសនិងសប្បាយរីករាយដែលក្រុមហ៊ុន Toyota មើលឃើញពីឆន្ទៈតន្ត្រីរបស់ខ្ញុំក៏ដូចជាផលិតកម្មបារមីរួមដំណើរជាមួយពួកយើងក្នុងនាមជាដៃគូសហការដើម្បីជំរុញវិស័យតន្ត្រីយើងឈានទៅមុខនឹងឲ្យខ្លាំងបន្តទៀតហើយបន្តកាន់តែឆ្ពោះលើឆាកអន្តរជាតិលោកបន្តខិតខំផលិតតន្ត្រីនិងបង្ហាញវប្បធម៌ខ្មែរទៅលើឆាកអន្តរជាតិដើម្បីឲ្យបរទេសបានយល់បានស្គាល់និងបានឮសំឡេងរបស់ខ្មែរវ៉ាន់ដាបាននាំយកតន្ត្រីខ្មែរទៅកាន់ជប៉ុនប៉ារីសអាមេរិកតៃវ៉ាន់និងទីកន្លែងជាច្រើនទៀតទាំងនេះចាប់ផ្ដើមពីត្រីវិស័យដែលត្រូវបានបង្ហាញនៅក្នុងអាល់ប៊ុមចម្រៀងរបស់វ៉ាន់ដាលោកបានបញ្ជាក់ពីការដាក់ឈ្មោះអាល់ប៊ុមចម្រៀងជាត្រីវិស័យពីព្រោះធ្វើឲ្យលោកអាចរកខ្លួនឯងបានស្វែងរកគោលដៅថ្មីដោយប្រើវិស័យវ៉ាន់ដាបានបន្ថែមថាខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាស្ដាប់អាល់ប៊ុមនេះហើយអ្នកទាំងអស់គ្នានឹងយល់បន្ថែមថាហេតុអ្វីខ្ញុំបង្កើតវាឡើងដោយសារតែវាដំណើរជីវិតជាពេលវេលាដែលខ្ញុំចាយទៅលើចម្រៀងហើយវាជាបទពិសោធន៍ថ្មីមួយទៀតសម្រាប់ស្រុកខ្មែរដែលបានស្គាល់អាល់ប៊ុមតន្ត្រីមួយត្រូវបានចែកចេញជា3ផ្នែកគូបញ្ជាក់ថា The Rapper Cambodia រដូវកាលទី2និងទី3នឹងត្រឡប់មកវិញដែលខាងផលិតកម្មអះអាងថាវាកាន់តែអស្ចារ្យជាងមុនបារមីបានបង្ហាញថាក្នុងការចាប់ផ្ដើមភាពជាដៃគូរបស់យើងToyotaបានចូលរួមគាំទ្រឧបត្ថម្ភវីដេអូចម្រៀង Smoke Up ដែលជាការសហការអន្តរជាតិរបស់កំពូលតារាចម្រៀងរ៉េពីររូបគឺលោកវ៉ែងដែលនៃប្រទេសកម្ពុជានិងលោកយ៉ាងអ៊ុំមកពីប្រទេសថៃហើយនឹងចេញជាផ្លូវការនាថ្ងៃទី13ខែមីនាខាងមុខនេះសូមអរគុណសម្រាប់ការទស្សនារបស់លោកអ្នក